ដែលសងសឹកជាមួយហ៊ីមកំរៀងគឺហួសពេលហើយប៉ុន្តែអ្វីដែលអាចសងសឹកបានគឺបានកមហាម៉ាត់អាចចូលខ្លួនសងសឹកជំនួសសិស្សរួមក្លឹបរបស់គេគឺបានកយ៉ាស៊ីននឹងឯងខណៈនេះហ៊ីមកំរៀងគីឡូ54បានកយ៉ាស៊ីនឡើងមកគីឡូ54នៅបងប្អូនគិតមិនដែរគីឡូនេះអាចលេងគ្នាគឺថាផ្អែមតម្រូវបងប្អូនបានកយ៉ាស៊ីននិងហ៊ីមកំរៀងខណៈដែរបានកមហាម៉ាត់ជាស្រ័យបងប្អូនបានកមហាម៉ាត់និងហ៊ីមកំរៀងយកឈ្នះ3ដងនៅក្នុងនោះខ្ញុំចាំបានថានៅសង្វៀនបើប្រិយមិត្តបងប្អូនស្របពេលដែលខ្ញុំនិយាយវីដេអូមុនតាក់ទងទៅនឹងកីឡាករបានកយ៉ាស៊ីនចាញ់តែម្នាក់ទេស្រុកខ្មែរយើងគឺហ៊ីមកំរៀងហើយក្នុងនោះមានបងប្រុសម្នាក់ក៏បានខមមិនសួរថាតើមកដល់ពេលនេះតើកីឡាករបានកយ៉ាស៊ីនអាចសងសឹកហ៊ីមកំរៀងបានហើយឬនៅបើក៏ជម្រាបសួរប្រិយមិត្តបងប្អូនដែលតែនិយមនិងតាមដានស្នេហាបណ្ដាលគុណខ្មែរតាំងពីដើមរៀងមកខ្ញុំក៏ចង់និយាយពាក់ព័ន្ធនឹងចំណុចនេះផងដែរតែទៅនឹងហ៊ីមកំរៀងនិងបានកយ៉ាស៊ីនតើអ្នកទាំងពីរអាចជួបគ្នាទេខណៈនេះអ្នកទាំងពីរគេជួបគ្នាគឺគីឡូ54ប៉ុន្តែបច្ចុប្បន្នគឺបានកយ៉ាស៊ីនគីឡូគេធំលឿនគេបានឡើងទៅ57ហើយតែថ្មីនេះគេបានប៉ះទីទេពរបស់បងប្អូនឃើញធ្វើដៃក៏ដូចជាទឹកដៃរបស់គេដែលបានផ្ដួលពេជ្រទីទេពផងដែរបាទតែនិយាយមែនតើពេជ្រទីទេពនេះពិបាកក្នុងការផ្ដួលគាត់មែនតើនៅសក្តាប់ដៃគាត់លឿនធ្ងន់ប៉ុន្តែប៉ះជាមួយបានកយ៉ាស៊ីនគឺគ្រប់បាច់គ្រប់សញ្ញាបើនិយាយគីឡូបានកយ៉ាស៊ីនមិនមែនគីឡូត្រឹម60ទេអាចឡើងលើស60អញ្ចឹងកីឡាកររូបនេះទម្លាប់សម្រក់គីឡូអាចថាចូលទៅ7 8គីឡូណាបងប្អូនអាចគីឡូគាត់ស៊ីន65អញ្ចឹងទៅគាត់សម្រក់ធ្វើបាទ7គីឡូអញ្ចឹងទៅបើ3ពិបាកគីឡូស្រកប៉ុន្តែងាយស្រួលក្នុងការប្រកួតបងប្អូនឃើញជាក់ស្ដែងហើយអញ្ចឹងសម្រាប់ការដែលសងសឹកជាមួយហ៊ីមកំរៀងគឺហួសពេលហើយប៉ុន្តែអ្វីដែលអាចសងសឹកបានគឺបានកមហាម៉ាត់អាចចូលខ្លួនសងសឹកជំនួសសិស្សរួមក្លឹបរបស់គេគឺបានកយ៉ាស៊ីននឹងឯងខណៈនេះហ៊ីមកំរៀងគីឡូ54បានកយ៉ាស៊ីនឡើងមកគីឡូ54នៅបងប្អូនគិតមិនដែរគីឡូនេះអាចលេងគ្នាគឺថាផ្អែមតម្រូវបងប្អូនបានកយ៉ាស៊ីននិងហ៊ីមកំរៀងខណៈដែរបានកមហាម៉ាត់ជាស្រ័យបងប្អូនបានកមហាម៉ាត់និងហ៊ីមកំរៀងយកឈ្នះ3ដងនៅក្នុងនោះខ្ញុំចាំបានថានៅសង្វៀនប៉ោះហងមាសម្ដងអេស្ទ្រីមគីមឌីគុនខ្មែរគឺគេយកឈ្នះនៅពេលដែលគេឈ្នះប៊ុនសធីហើយថ្មីហើយក្រោយមកទៀតក៏គេបានឈ្នះខ្សែគាត់ដាស់អ្នកច្បាំងគុនខ្មែរដែលប្រកួតនៅប៉ុស្តិ៍លេខ5ហើយក្រោយមកទៀតមានការប្រកួត World Jump បែប Format Tournament គឺនៅតែបរាជ័យដដែលសម្រាប់បានកយ៉ាស៊ីនបាទហ៊ីមកំរៀងជាអ្នកលើកពានបាទជាអ្នកលើកពានក្នុងនោះគឺអ្នកទាំងពីរដូចជាផ្ដួលដៃគូឲ្យបោះបង់ការប្រកួតមុនទឹក3ទាំងអស់គ្នាមុននឹងឡើងមកជួបគ្នាក្នុងវគ្គតារាងពានរបស់ Kensburg ប្រចាំស្ថានីយ៍ទូថោតបាទនេះខ្ញុំសូមប្រាយមួយឲ្យបងប្អូនយើងបានជ្រាបខ្លីបងប្អូនតាមបន្ទាត់អញ្ចឹងគណៈនេះយ៉ាស៊ីនហូបពេលហើយអាចនឹងបានកមហាម៉ាត់ក៏ឡើងគីឡូហួសឌីមសរុំអញ្ចឹងឌីមសរុំគឺអស់ក្នុងការមានឱកាសជួបជាមួយនឹងបានកមហាម៉ាត់ផងដែរឌីមសរុំអាចតែគាត់ពិបាកក្នុងការឡើងគីឡូដោយសារកាយសម្បត្តិគាត់មិនសូវជាល្អប្រហែលអញ្ចឹងបើសិនជាហ៊ីមកំរៀងថ្ងៃណាមួយលេងឲ្យរៀងធំបន្តិចប៉ះគ្នាជាមួយបានកមហាម៉ាត់ច្បាស់ជាផ្អើលទេបងប្អូនបាទច្បាស់ជាផ្អើលទេ3ដងគឺមិត្តរួមក្លឹបអាចទៅរួចតែប៉ុន្តែខ្ញុំទៅសារសម្រាប់អ្នកទាំងពីរក៏មិនទាន់ហ៊ានថាអ្នកណាលើអ្នកណាដែរបាទលើអ្នកណាដែរជាក់ស្ដែងប៊ុនសធាក៏ល្អចាប់បាទគឺការប្រកួតជាមួយប៊ុនសធាក៏ឡងទៅបានកមហាម៉ាត់ចង់ងេបងានរឿងចាប់ដែរបាទប្រិះតោងរិញផងបែកគូផងតែមកដល់ទឹក4ទឹក5គឺគេធ្វើបានល្អដែលគេឆោតវាយពេញព្រោះប៊ុនសធាហ្នឹងឲ្យដូចអាវុធខ្លីបាទជាចំណុចពិសេសដែលយើងមើលឃើញណាប៉ុន្តែបើនិយាយពីភាពទំនុកចិត្តបានកយ៉ាស៊ីនមួយរយៈចុងក្រោយនេះការប្រកួតជាមួយប៊ុនសធាជាដើមគឺគាត់មិនសូវជាមានអារម្មណ៍លក្ខណៈបដោតល្អទេគឺគាត់មានចំណុចខ្វះខាតត្រង់ហ្នឹងហើយហ៊ីមកំរៀងអញ្ចឹងដែរបើរយៈនេះក៏គាត់មិនមានកម្មវិធីធំណាក្នុងការលេងក្រឹកក្រែងប៉ះជាមួយជើងខ្លាំងប្រហែលទេគឺលក្ខណៈប្រកួតបែបសាមញ្ញប៉ះជាមួយនឹងបរទេសដូចជាអ៊ីរ៉ង់ដូចជាឡាវដូចជាចិនជាដើមប៉ុន្តែគាត់ក៏វិវត្តខ្លួនក្នុងការប្រកួតបែប kickboxing ផងដែរអញ្ចឹងអ្វីដែលខ្ញុំមើលឃើញហ៊ីមកំរៀងក៏គាត់ល្អក្នុងការផ្លាយអាវុធកាត់ប៉ុន្តែអ្វីសំខាន់ខ្ញុំឃើញមានចំណុចខ្សោយនោះគឺចំណុចដែលគាត់ខ្សោយណាគឺគាត់ចាញ់គីឡូគាត់52អត់បានទេបាទអត់បានទេអញ្ចឹងគាត់សម្រក់3គីឡូហ្នឹងមកវាយ54បាទហើយគាត់ចាញ់អត្ថភាពធន់ចាញ់ឈឺបើប្រៀបទៅបានកមហាម៉ាត់ណាបានកមហាម៉ាត់បើចាញ់ចំណុចដែលចាញ់គឺចាញ់ចាប់បាទចាញ់ចាប់ហើយនឹងការចាញ់នៃការទាត់បើកំដាប់ដាច់អីអាចនិយាយថាក៏ល្អអញ្ចឹងចាញ់ចាប់មិនអាវុធកាត់ការទាត់ដូចជាការបោះជង្គង់ឆ្ងាយប៉ុន្តែបើជាវិសុក៏ដូចជាភាពធន់ទៅលើមហាម៉ាត់ហើយអញ្ចឹងអ្នកទាំងពីរជួបគ្នាគឺ50-50ដល់ឡើយទេបើសិនជាការប្រកួតដាក់ថ្ងៃដាក់ខែយើងតាមដានទាំងអស់គ្នាថាអ្នកទាំងពីរវឹកហាត់យ៉ាងណាមានការផ្ចិតផ្ចង់ក៏ដូចជាយកទៅចិត្តទុកដាក់ក្នុងការវឹកហាត់បែបណាអានោះយើងអាចទស្សទីបានថាអ្នកណានឹងមានភាគរយបាទអញ្ចឹងឱកាសហ្នឹងបាទបងប្អូននឹងអាចមានក្នុងឱកាសក្នុងការតាមដានបន្តទៀតបាទចំពោះបានកយ៉ាស៊ីន
គឺគាត់ report ដែរគាត់អាចជួបគីឡូ57យើងគឺមានច្រើនទៀតប្រចាំស្រុកខ្មែរយើងណាបាទអញ្ចឹងបើ54ទុកឲ្យមហាម៉ាត់សងសឹកចំនួនបាទបានកញ្ញាសិង្ហចាស់បាទតកតងជាមួយនឹងហេមកំព្រៀងបាទនេះជាចំណុចល្អមួយបាទអញ្ចឹងកីឡាដូចរំលឹកឡើងវិញបងប្អូនយើងមិនអាចទាញដូចគណិតវិទ្យាអ្នកនេះឈ្នះអ្នកនេះអាចសន្មត់ថាអ្នកនោះឈ្នះអ្នកនេះទេអាទិទេពបាទជាមួយហេមកំព្រៀងបានមកទឹកឯងបងប្អូនមកទឹកមិនស្រួលបងក៏បោះបង់ការប្រកួតបាត់ទៅហើយចំណែកឯបានកញ្ញាស៊ីនេះគឺថាចាញ់រហូតដល់3ដងជាមួយហេមកំព្រៀងតែមកបាយបច្ចុប្បន្នទេឲ្យបោះបង់ការប្រកួតបាទគឺគាត់សម្រេចចិត្តឈប់នឹងការប្រកួតតែម្ដងដូចជាទឹក4ដោយសារគាត់ឃើញថាអស់ក្បាច់បាយហើយបាទហើយបើអ្នកខ្លះទៀតក៏គាត់និយាយថាបងប្អូនខ្លះគាត់ថាអូគូថេនបានបរទេសពីអ្នកហ្នឹងមកអួតចេះអួតចុះជន់ខ្មែរឯងអត់ទេបងប្អូននេះគឺជាចំណុចពិសេសមួយណាយើងសុខចិត្តយកបរទេសដែរស្ម័គ្រគាត់ប្រខាត់មានវិន័យល្អបែបនេះមកហាត់នៅក្របគុណខ្មែររបស់យើងជាប្រយោជន៍ដល់គុណខ្មែរយើងជាប្រយោជន៍ដល់សេដ្ឋកិច្ចទៀតបាទមានការប្រកួតប្រជែងខ្លាំងតែបើថាបរទេសលំហមកពីក្រៅខ្ញុំចង់និយាយទេបងប្អូនណាគុណខ្មែរយើងដូចមិនមានអ្នកហាត់ទេគឺ99%ហើយកីឡាករបរទេសភាគច្រើនគឺមូលដ្ឋានពីក្បាច់គុណបដាល់ថៃមួយថៃនឹងឯងអានេះបាទចង់រាល់ថ្ងៃបើយើងអាចអូសទាញក៏ដូចជាមានការពង្រឹងក្នុងចំណុចហ្នឹងយកបរទេសឲ្យវឹកហាត់ស្រុកយើងច្រើនសេដ្ឋកិច្ចស្រុកយើងបានលុយខ្លះធម្មតាគេយកលុយទៅគ្រប់គ្រងគ្រួសារគេហើយទៅតាមស្រុកកំណើតរបស់គេបាទតែយ៉ាងណាក៏ពួកគាត់នៅបានចាយវាស្រុកខ្មែរចំណេញជាងដែរគេវាយចប់សឹងតែចាយលុយហ្នឹងយកលុយយើងហើយអស់ទៅស្រុកគេបាទធម្មតាគាត់មកបងប្អូនកញ្ចប់កីឡាករមួយក៏មានកញ្ចប់របស់គាត់ដែរបាទអញ្ចឹងគាត់អត់បានចាយលុយយើងចាយគាត់ទាំងអស់សល់លុយប្រហែលឧទាហរណ៍1000ដុល្លារគាត់យកទៅស្រុកគាត់បាទនេះខ្ញុំជ្រាបដល់ចំណុចនេះតិចចុះតែទៅនឹងយ៉ាងណាលើកទឹកចិត្តឲ្យកីឡាករបរទេសមកហាត់គុណខ្មែរយើងបាទច្រើនវាចំណុចពិសេសបាទខ្ញុំមានប៉ុណ្្នឹងទេមានចំណុចខ្វះខាតលើលុះត្រង់ណាក៏សំខាន់ដែរពេលទៅវាសម្រាប់បងប្អូនដែលយំគុណខ្មែរបណ្ដាសូមអរគុណសូម